ក្នុងការចុះបេសកកម្មមួយហ្នឹងតើអ្នកដឹងឯអ្វីដែលខ្ញុំឈឺចាប់អ្វីដែលខ្ញុំមានអារម្មណ៍ថាខ្ញុំតូចចិត្តណានៅពេលដែលខ្ញុំឃើញខមមិនមួយចំនួនមិនមែនជាជាតិសាសន៍គេណាតើអ្នកគឺជាជាតិសាសន៍ខ្មែរខ្លួនឯងដែលគាត់ខមមិនថាការដែលយើងយកជំនួយទៅបែបហ្នឹងវាដូចជាការបន្ទាបតម្លៃកងទ័ពអ្នកតើអ្នកមិនដែលសំបីតែគិតតែគ្រប់យ៉ាងដែលខ្ញុំធ្វើគឺចេញពីសទ្ធាពិតប្រាកដខ្ញុំលះបង់ពេលវេលាថវិកាផ្ទាល់ខ្លួនកម្លាំងកាយកម្លាំងចិត្តអស់ហើយអ្នកតើដើម្បីជាចំណែកមួយជួយជាតិមាតុភូមិតើអ្នកដឹងឯទោះបីជាពួកខ្ញុំអត់ធ្វើពួកខ្ញុំយកលុយហ្នឹងមកទុកក៏បានដែរតែហេតុអីនៅពេលដែលខ្ញុំរស់រៀនមានបានលើមាតុភូមិរបស់ខ្ញុំហើយខ្ញុំត្រូវឈរមើលពួកគាត់នឹងភ្នែកហ៊ាននិយាយថាបើជាជាតិសាសន៍គេមកខ្ញុំអត់ខឹងខ្ញុំអត់តូចចិត្តខ្ញុំមានតែគិតថាតើតែយើងល្អជាងគេបានគេចំណែនយើងអស់នេះសម័យមើលការលះបង់របស់វីរៈបរិសរបស់យើងធ្វើឲ្យក៏ក្រៅទូទាំងប្រទេសឆក់យកការអាឡោះអាឡាយក្តីអាណិតអាសូរពីសំណាក់មហាជនទាំងមូលហើយដោយសារតែក្តីស្រឡាញ់នឹងបេះដូងបរិសុទ្ធទៅក៏កើតទៅជាជំនួយបែបហ្នឹងហើយនៅពេលដែលខ្ញុំទៅដល់អ្នកទាំងគ្នាខ្ញុំអត់បានឲ្យពួកគាត់រៀបចំឲ្យខ្ញុំបែបអញ្ចឹងទេខ្ញុំនិយាយតាមត្រង់លោកពូមេបញ្ជាការគឺគាត់រៀបទទួលពួកខ្ញុំបែបហ្នឹងគឺខ្ញុំអត់បានដឹងខ្លួនទេតែសារណាមួយខ្ញុំអត់ចង់រំខានពួកគាត់ផងហើយនៅពេលដែលខ្ញុំទៅដល់ជាក់ស្ដែងអ្នកទាំងអស់គ្នាស្នាមញញឹមពួកគាត់ធ្វើឲ្យខ្ញុំមានកម្លាំងចិត្តខ្លាំងណាស់ហើយគាត់និយាយថាស្បៀងនឹងការឧបត្ថម្ភរបស់ពួកយើងនឹងគឺពួកគាត់កំពុងតែមានតម្រូវការហើយនឹងភាពចាំបាច់ជាខ្លាំងងាកមកការចែកលុយនេះវិញបងប្អូនខ្លះគាត់គិតថាអត់សមទេហេតុអីមិនដាក់ស្រោមសបត់គ្នាដឹងទេនេះគឺជាការដែលធ្វើឡើងភ្លាមមុននឹងខ្ញុំចាក់ចេញពីតំបន់ប្រតិបត្តិការមួយហ្នឹងក៏ជូនពួកគាត់ម្នាក់40000រៀលហ្នឹងអាហ្នឹងគឺជាសទ្ធាគោលដៅខ្ញុំតែមួយគត់ខ្ញុំគិតថាជូនពួកគាត់ភាសាអីតិចតួចចំពោះពូដែលគាត់ជាមេបញ្ជាការរងនៅក្នុងខ្ញុំបានជូនពួកគាត់ដូចគ្នាខ្ញុំជូនពួកគាត់ម្នាក់$100នេះដែលខ្ញុំគិតថាពួកគាត់គឺជាមេនៅតំបន់ហ្នឹងគាត់ជាអ្នកចាត់ចែងមើលការខុសត្រូវនឹងបញ្ជាទ័ពចឹងទៅបន្ទាប់មកក៏ឆ្លងចូលច្រកទីបញ្ជាការអន្តរាគមន៍លេខ9ឈរជើងទិសមុំ3តើគ្នាជាតំបន់ប្រតិបត្តិការសឹកដែលលោកពូបានទទួលមរណភាពគឺនៅក្នុងក្រុមហ្នឹងតែម្ដងហើយបន្ទាប់មកលោកពូមេបញ្ជាការដែលគ្រប់គ្រងនៅតំបន់ហ្នឹងក៏ឲ្យពួកខ្ញុំទៅអុជធូបសិនហើយទៅឲ្យខ្ញុំចូលទៅជួបនៅគ្រួសារសពហើយចូលជាបច្ច័យបនចឹងទៅនិយាយចាំមកទាំងអស់គ្នានៅខេត្តព្រះវិហារហ្នឹងគឺបែងចែកតំបន់គ្រប់គ្រងគឺដាច់ដោយឡែកដូចជាឃុំវាដូចជាភូមិចឹងណាតាមពិតគម្រោងថវិកានិងស្បៀងដែលខ្ញុំត្រៀមហ្នឹងទាំងអស់គ្នាគឺមានចំនួនប្រហែលជា$11000ទេតែដោយសារតែមកឃើញពីភាពលំបាកជាក់ស្ដែងនិងការខ្វះខាតនៅសម្ភារៈមួយចំនួនដូច្នេះហើយបន្ទាប់ពីខ្ញុំចូលរួមជាបច្ច័យទៅដល់គ្រួសារសពហើយខ្ញុំក៏បានចូលរួមជាថវិកា$10000ទៀតសម្រាប់ផ្គត់ផ្គង់នៅតំបន់ប្រតិបត្តិការសឹកនឹងបីឲ្យខាងលោកពូមេបញ្ជាការគាត់ចាត់ចែងទិញសម្ភារៈដែលខ្វះខាតទៅគ្រប់យ៉ាងគឺសុទ្ធតែចេញពីសទ្ធាបេះដូងដ៏ស្អាតស្អំបរិសុទ្ធពិតប្រាកដខ្ញុំនិយាយត្រង់ដល់អ្នកគ្នាខ្ញុំក៏មានឪពុកជាយោធាដូចគ្នានេះហើយខ្ញុំយកអារម្មណ៍នេះច្បាស់កាលនោះប៉ារបស់ខ្ញុំគ្រាន់តែជាទ័ពបំរុងផងចុះទម្រាំដល់ការដែលបាត់បង់មនុស្សដែលខ្លួនឯងស្រឡាញ់បែបហ្នឹងទៀតចឹងហើយថវិកានឹងជំនួយគ្រប់យ៉ាងខ្ញុំធ្វើដល់អត់មានការសោកស្ដាយមានតែព្យាយាមប្រឹងធ្វើហើយធ្វើទៀតទៅតាមលទ្ធភាពដែលខ្ញុំអាចធ្វើបានខ្ញុំក៏បានឃើញប្រទេសជិតខាងវាយកខ្ញុំទៅត្រូលដូចគ្នាតែសួរថាខ្ញុំឈឺចាប់អត់គឺអត់ទេព្រោះអ្នកដែលវាចង់ជន់នោះវាមិនមែនជាពូជសាសន៍របស់យើងអញ្ចឹងហើយបើគេចំណែនយើងគ្រាន់តែប្រាប់តែគេវិញទៅថាយើងគឺមានសំណាងដែលយើងកើតមកនៅក្នុងពូជពងដែលមានវប្បធម៌ចែករំលែកចេះជួយគ្នានៅក្នុងគ្រាលំបាក